យុវជនម្នាក់បានបន្សល់ទុកនៅទូរស័ព្ទ2គ្រឿងនិងកាបូបលុយមួយរួមជាមួយនឹងស្បែកជើងមួយគូបានធ្វើការលោតបញ្ចប់ជីវិតក្រោយពីផឹកស្រាបៀរនេះប្រិមិត្តបាទក្រោយពីផឹកស្រាបៀរអស់កន្លះដប់នៅលើទីតាំងស្ពានជ្រោយចង្វារហ្នឹងរួចក៏បានសម្រេចចិត្តលោតបញ្ចប់ជីវិតនៅទីតាំងស្ពានជ្រោយចង្វារនេះផ្ទាល់តែម្ដងបងមិនមានបានលឺស្នូគាត់លោតសុបប្រងទេមែនលឺខ្លាំងហ្មងលឺខ្លាំងហ្មងបងនៅខាងក្រោមប៉ូលីសបងនៅខាងដែលយាមនៅគោលដៅខាងក្រោមស្ពានហ្នឹងលឺសូលោតដែរបងលឺបងលឺតែឥឡូវពួកខ្ញុំយកបានហើយអីគាត់វាធំដែរលឺខ្លាំងអូជនរងគ្រោះនៅខាងក្រោមស្រួលបាននៅខាងក្រោមហើយបងបាទអីបងគាត់អីអូសមត្ថកិច្ចស្រង់បានហើយណាបាទអញ្ចឹងបងអញ្ចឹងបាទឥឡូវជនរងគ្រោះគាត់ថាស្រង់បានហើយណាបាទអូស្រង់បានណាបងហ្នឹងលឺស្រង់បានបងជួយបញ្ជាក់បន្តិចមកបងឥឡូវនឹងជនរងគ្រោះស្រង់បានហើយបងបាទគាត់អីបងគាត់អីបាទអីបងនៅនោះលោតទៅលឺសូខ្លាំងហើយបងតាមមកវាគាត់ធំអូគាត់ប្រាប់មកថាមានបញ្ហាអីទេបងយើងអត់បានសួរគាត់បានទេបងមានអីទេបងគាត់អួលឡើយអត់អីអួលដើមទ្រូងឡើយណាបងបាទអ្វីដែលគួរឲ្យសោកសង្វេគចិត្តហ្នឹងទូរស័ព្ទរបស់គាត់នេះប្រិមិត្តបាទទូរស័ព្ទរបស់គាត់ហ្នឹងគឺឃើញមានតាំងរូបថតជាមួយនឹងប្រពន្ធថែមទៀតប្រិមិត្តបាទខ្ញុំមកដល់ខ្ញុំមើលកន្លែងម៉ូតូឃើញទូរស័ព្ទគាត់2គ្រឿងនិងបន្សល់ទុកកាបូបលុយនឹងមួយបាទបងបាទហើយនៅម៉ូតូ PCX ហ្នឹងបងបាទនៅក្នុងរូបថតហ្នឹងជាទូរស័ព្ទរបស់គាត់ដែរបងបាទប្រហែលដោយសារខ្ញុំឃើញនៅលើម៉ូតូគាត់ហ្នឹងបាទតាញៀនបានឈ្មោះយេនសុករស់ប្រិមិត្តបាទស្លាកលេខម៉ូតូរបស់ជនរងគ្រោះបាទពាក់ស្លាកលេខភ្នំពេញ 1IF 0149ប្រិមិត្តបាទហើយនេះស្បែកជើងបងប្អូនបាទស្បែកជើងយើងមើលទៅស្បែកជើងដូចជាស្បែកជើងរបស់សមត្ថកិច្ចទេប្រិមិត្តបាទតាមមើលផិនភាកស្បែកជើងបាទដូចជាស្បែកជើងរបស់កងកម្លាំងទៀតបងប្អូនបាទសំណូមពរដល់បងប្អូនទាំងអស់មិនថាប្រុសមិនថាស្រីកុំយកការគិតខ្លីយកមកបញ្ចប់ជីវិតដោយមិនស្ដាយសំណោះមិនគិតដល់ឪពុកម្ដាយពិសេសយុវវ័យរាល់ថ្ងៃនេះគាត់តាមគ្នាសម្បើមណាស់ដោយរឿងគិតខ្លីមកលោតទឹកលោតអីហ្នឹងគួរតែអាណិតអ្នកមានគុណរបស់យើងគាត់ខំចិញ្ចឹមតាំងពីតូចដល់ធំមករឿងផ្ទាល់ខ្លួនតិចតួចយើងគិតខ្លីសម្រាប់ខ្លួនចឹងវាអត់សមទេយើងគួរណាស់តែគិតដល់ឪពុកម្ដាយរបស់យើងដែលគាត់ពិបាកចិត្តតាំងពីយើងនៅតូចដល់ធំឥឡូវគាត់ពិបាកចិត្តដល់រឿងយើងគិតខ្លីចឹងទៀតគួរតែឈប់បញ្ហាហ្នឹងទៅបាទនេះសំណាងបងសមត្ថកិច្ចដឹងតន់ជួយសង្គ្រោះជីវិតតន់ចប់បើសិនជាជួយអត់តន់បាទជួយមិនតន់មានតែលាចាកចោលឪពុកម្ដាយយើងដោយគ្មានបានលាគាត់មួយអូនដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង1រំលងអាធ្រាត្រឈានចូលថ្ងៃទី7ខែឧសភាឆ្នាំ2025នេះមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយទៀតហើយដោយយុវជនម្នាក់បានបន្សល់ទុកនៅទូរស័ព្ទ2គ្រឿងនិងកាបូបលុយមួយរួមជាមួយនឹងស្បែកជើងមួយគូបានធ្វើការលោតបញ្ចប់ជីវិតក្រោយពីផឹកស្រាបៀរនេះប្រិមិត្តបាទក្រោយពីផឹកស្រាបៀរអស់កន្លះដប់នៅលើទីតាំងស្ពានជ្រោយចង្វារហ្នឹងរួចក៏បានសម្រេចចិត្តលោតបញ្ចប់ជីវិតនៅទីតាំងស្ពានជ្រោយចង្វារនេះផ្ទាល់តែម្ដងអ្វីដែលគួរឲ្យសោកសង្វេគចិត្តហ្នឹងទូរស័ព្ទរបស់គាត់នេះប្រិមិត្តបាទទូរស័ព្ទរបស់គាត់ហ្នឹងគឺឃើញមានតាំងរូបថតជាមួយនឹងប្រពន្ធថែមទៀតប្រិមិត្តបាទដោយដាក់តាំងរូបថតជាមួយនឹងប្រពន្ធយើងអត់ដឹងថាជាប្រពន្ធឬក៏ជាសង្សារទេតែឥឡូវហ្នឹងបុរសបាទដែលជាម្ចាស់ម៉ូតូខាងលើហ្នឹងបានធ្វើការលោតបញ្ចប់ជីវិតបាត់ហើយនៅទីតាំងលើស្ពានជ្រោយចង្វារនៅវេលាកណ្ដាលរាត្រីនេះហើយនៅក្នុងកាបូបរបស់គាត់ហ្នឹងមានអត្តសញ្ញាណប័ណ្ណរបស់គាត់ដែលមានឈ្មោះបាទខ្ញុំសូមអានម្ដងទៀតឲ្យបងប្អូនបានស្គាល់បាទសាច់ញាតិបើសិនជាបានឃើញអីអាចធ្វើការតំណែងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចោលប្រិមិត្តបាទឈ្មោះជនរងគ្រោះគឺមានឈ្មោះយេនសុករស់ប្រិមិត្តបាទដែលមានស្រុកកំណើតនៅស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងប្រិមិត្តបាទអញ្ចឹងបើសិនជាម្ដាយឪពុកបានឃើញហើយនេះស្លាកលេខម៉ូតូបងប្អូនបាទស្លាកលេខម៉ូតូរបស់ជនរងគ្រោះបាទពាក់ស្លាកលេខភ្នំពេញ 1IF 0149ប្រិមិត្តបាទហើយនេះស្បែកជើងបងប្អូនបាទស្បែកជើងយើងមើលទៅស្បែកជើងដូចជាស្បែកជើងរបស់សមត្ថកិច្ចទេប្រិមិត្តបាទតាមមើលផិនភាកស្បែកជើងបាទដូចជាស្បែកជើងរបស់កងកម្លាំងទៀតបងប្អូនបាទបើតាមបងកងកម្លាំងគាត់ប្រាប់ខ្ញុំមិញថាស្បែកជើងនេះអាចស្បែកជើងរបស់កងកម្លាំងទៀតបាទតែយើងអត់ដឹងថាគាត់ជាសមត្ថកិច្ចខាងណាទេបងប្អូនបាទបានជិះម៉ូតូ PCX នេះបាទបានជិះម៉ូតូ PCX ហ្នឹងបានឡើងមកធ្វើការលោតទឹកបញ្ចប់ជីវិតបាត់ហើយនៅទីតាំងស្ពានជ្រោយចង្វារនេះក្រោយពីផឹកស្រាបៀរ Tiger នេះបាទអស់កន្លះដបបងប្អូនបាទអស់កន្លះដបក៏ធ្វើការលោតបញ្ចប់ជីវិតផ្ទាល់តែម្ដងហើយខ្ញុំអ្នកឃើញផ្ទាល់ភ្នែកតែម្ដងបងប្អូនបាទនៅពេលដែលខ្ញុំជិះម៉ូតូឆ្លងកាត់ស្ពានជ្រោយចង្វារហ្នឹងបាទនៅពេលដែលខ្ញុំជិះម៉ូតូអូបងសមត្ថកិច្ចលោកមកដល់ហើយនៅពេលដែលខ្ញុំជិះម៉ូតូឆ្លងកាត់ស្ពានជ្រោយចង្វារហ្នឹងខ្ញុំឃើញគាត់ឈប់ម៉ូតូហើយអង្គុយផឹកស្រាបៀរនៅទីតាំងគល់ស្ពានហ្នឹងបាទនៅទីតាំងលើស្ពានហ្នឹងបាទបើបងប្អូនរបស់ជនរងគ្រោះហ្នឹងគាត់មកតាក់ទងមកក្នុងអង្គភាពការពារគោលដៅទី3របស់ពួកខ្ញុំអូមកទីតាំងគោលដៅទី3នៅក្រោមស្ពាននឹងតែម្ដងណាបាទហ្នឹងដោយសារយកម៉ូតូទៅរក្សាទុកសិនបាទបងបាទដូចអីកម្លាំងបងមានលេខទូរស័ព្ទឯដើម្បីសាច់ញាតិគាត់ស្រួលតាក់ទងបងឯងបងមានលេខទូរស័ព្ទបងលេខណាដែរបង069 668499បាទបងបាទឥឡូវសមត្ថកិច្ចលោកបានមកយកសម្ភារៈឲ្យបងប្អូនបាទនេះក្រុមការងារនេះបាទអ្វីដែលគួរឲ្យសង្វេគចិត្តនេះបាទរូបថតបាទដែលធ្វើការដាក់តាំងនៅលើអេក្រង់ហ្នឹងបាទជាមួយនឹងប្រពន្ធឬក៏ជាគូសង្សារយើងអត់ដឹងទេបងប្អូនបាទគឺជនរងគ្រោះក្រោយពីលោតទឹករួចហ្នឹងបានធ្វើការតាំងរូបថតនៅលើអេក្រង់ទូរស័ព្ទបាទនៅលើអេក្រង់ទូរស័ព្ទនឹងតតែម្ដងបាទគូស្នេហ៍បាទយើងមិនដឹងថាជាប្រពន្ធឬក៏ជាគូសង្សារទេតែគឺស្អាតណាស់បងប្អូនបាទហើយនៅក្មេងៗឥឡូវបងសមត្ថកិច្ចគាត់ឡើងមកហើយប្រិមិត្តបាទឡើងមកហើយបាទទូរស័ព្ទរបស់គាត់ដែរបងបាទឥឡូវសមត្ថកិច្ចគាត់ឡើងមកយកហើយប្រិមិត្តបាទបងអាចជួយបញ្ជាក់បន្តិចមកបងយកសម្ភារៈរបស់ជនរងគ្រោះទាំងអស់យកទៅរក្សាទុកនៅណាដែរបងនៅគូដៅ3បងនៅគូដៅ3យើងនៅក្រុមស្ពាននេះបាទហើយពេល
មានសាច់ញាតិមកយកមករកហ្នឹងមកបង បាទបង បងមិនមានបានលឺស្នូគាត់លោតសុបប្រងទេមិន លឺខ្លាំងបង លឺខ្លាំងហ្មង បាទ បងនៅខាងក្រោមប៉ូលីសបងនៅខាងដែលយាមនៅកោដៅខាងក្រោមស្ពានហ្នឹងលឺសូឡូដែរបង លឺបងលឺតែឥឡូវពួកខ្ញុំយកបានហើយអត់អីគាត់មានធំដែរលឺខ្លាំង អូជនរងគ្រោះនៅខាងក្រោមស្រួងបាននៅខាងក្រោមហើយបង បាទអត់អីបងគាត់អត់អី អូសមត្ថកិច្ចស្រងបានហើយណាបាទអញ្ជើញបងអញ្ជើញបាទឥឡូវជនរងគ្រោះក៏ថាស្រងបានហើយណាបាទអូស្រងបានណាបងណា ហ្នឹងលឺស្រងបាន បងជួយបញ្ជាក់បន្តិចមកបងឥឡូវនឹងជនរងគ្រោះស្រងបានហើយបងណា បាទគាត់អត់អីបងគាត់អត់អីបាទអីបងនៅរួច លោកទៅលឺសូខ្លាំងហើយបង ខ្លាំងបងមានគាត់ធំ អូគាត់ប្រាប់មិនថាមានបញ្ហាអីទេបង យើងអត់តន់សួរគាត់បានទេបង អូមានពួកមានអីទេបង គាត់អ៊ូឡើយអត់អី អួដើមទ្រូងឡើយណាបងណាបាទបងសុំបងមួយម៉ាត់ពីរម៉ាត់មកបងជាបងសមត្ថកិច្ចបងមានអីសំណពរដល់អ្នកនិយមមកលោតទឹកនៅស្ពានចូលច្បារហ្នឹងទេបង អត់ល្អបងអើយ បាទបងសុំបងប៉ូលីសតិចមកបាទបងប៉ូលីសបងសុំបន្តិចមកបងមានអីសំណពរទៅដល់បងប្អូនមួយចំនួនដែលនិយមមកលោតទឹកស្ពានចូលច្បារហ្នឹងទេបង ហ្នឹងហើយខ្ញុំសំណូមពរដល់បងប្អូនទាំងអស់មិនថាប្រុសមិនថាស្រីគុំយកអាការគិតខ្លីយកមកបញ្ចប់ជីវិតដោយមិនស្ដាយសំណោះមិនគិតដល់ឪពុកម្ដាយជាពិសេសយុវវ័យរាល់ថ្ងៃនេះគាត់តាមគ្នាសម្បើមណាដោយរឿងគិតខ្លីមកលោតទឹកលោតអីហ្នឹងគួរតែអាណិតអ្នកមានគុណរបស់យើងគាត់ខំចិញ្ចឹមតាំងពីតូចដល់ធំមករឿងផ្ទាល់ខ្លួនតិចតួចយើងគិតខ្លីសម្រាប់ខ្លួនអញ្ចឹងវាអត់សមទេយើងគួរណាស់តែគិតដល់ឪពុកម្ដាយរបស់យើងដែលគាត់ពិបាកចិត្តតាំងពីយើងនៅតូចដល់ធំឥឡូវគាត់ពិបាកចិត្តដល់រឿងយើងគិតខ្លីអញ្ចឹងទៀតគួរតែបញ្ឈប់បញ្ហាហ្នឹងទៅ បាទនេះសំណាងបងសមត្ថកិច្ចដឹងតន់ជួយសង្គ្រោះជីវិតតន់ចុះបើសិនជាជួយអត់តន់ បាទជួយមិនតន់មានលាចាកចោលឪពុកម្ដាយយើងដោយគ្មានបានលាគាត់មួយម៉ាត់ទេ បាទអញ្ចឹងឥឡូវនេះជនរងគ្រោះដែលលោតមិញហ្នឹងគឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការជួយសង្គ្រោះបានហើយណាបងណា បាទ បាទបងបាទអញ្ចឹងគាត់នៅរស់រានមានជីវិតទេបងណា បាទ បងក្នុងរយៈពេលមួយខែនេះមនុស្សលោតទឹកនៅលើស្ពានជួយបានបងស្រង់បានប្រហែលអ្នកហើយ គេដូចបានច្រើនដែរបង បានប្រហែលម៉ានអ្នកឲ្យបងតាមប្រហែល ដូចអ្នកបាត់បង់ដូចភាគតិច10អ្នកបាត់តែ2ទេ បាទ កម្លាំងពួកយើងខ្ញុំនេះអាចជួយសង្គ្រោះបានច្រើន បាទបងបាទអរគុណច្រើនបង បាទ តែក្តីគោរពបាទបងកម្លាំងសមត្ថកិច្ចលឿនណាស់លោកគ្រាន់តែលឺសូលោតក្រមលោកក៏ឡើងមកទីតាំងលើស្ពានជ្រោយច្បារប្រិមិត្តបាទដើម្បីថែរក្សានៅសម្ភារៈរបស់ជនរងគ្រោះឥឡូវជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការជួយសង្គ្រោះទាន់ពេលវេលាហើយបងប្អូនបាទខ្ញុំសូមជម្រាបបន្តិចនៅមុនពេលដែលជនរងគ្រោះខាងលើគាត់បានធ្វើការលោតធ្វើអត្តឃាតនៅលើទីតាំងស្ពានជ្រោយច្បារហ្នឹងខ្ញុំជាមួយនឹងក្រុមការងារហ្នឹងបានជិះម៉ូតូឆ្លងកាត់ហ្នឹងឲ្យឃើញគាត់អង្គុយផឹកប៊ីយ៉ានៅលើស្ពានហ្នឹងបាទឲ្យស្រែកប្រាប់គាត់ទៀតថាអេអង្គុយផឹកបានអូនណាអត់មានលោតទឹកណាគាត់ស្រែកប្រាប់មកខ្ញុំថាអត់លោតទេបងលេងប្រហែលជាបាន3នាទីបាទបងសមត្ថកិច្ចគាត់បានប្រាប់តែខ្ញុំថាណរធាអូន GPCH មិញលោតទឹកបាត់ហើយអញ្ចឹងខ្ញុំក៏ឡើងមកឃើញគាត់លោតទឹកបាត់ហើយប្រិមិត្តបាទសល់តែម៉ូតូសល់តែស្បែកជើងក៏ដូចជាសល់តែទូរស័ព្ទតែប៉ុណ្ណោះហើយលោតមកមួយយប់ចេះលោតទៅបងសមត្ថកិច្ចនៅខាងក្រោមបាទនៅគោលដៅ3បាទលោកបានដឹងបាទលោកក៏ធ្វើការជួយសង្គ្រោះជីវិតអត់ទាន់ពេលវេលាឥឡូវហ្នឹងជីវិតអត់ទាន់អស់ទេទឹកដោះមិនដាច់ថ្លៃទេបងប្អូនបាទទឹកដោះមិនដាច់ថ្លៃបាទអញ្ចឹងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចលោកបានធ្វើការជួយសង្គ្រោះជីវិតបានទាន់ពេលវេលាហើយសង្ឃឹមថានៅពេលដែលសមត្ថកិច្ចបានជួយសង្គ្រោះជីវិតទាន់ពេលវេលារួចបាទអញ្ចឹងបងប្អូនឈប់គិតខ្លីមកលោតបញ្ចប់ជីវិតខ្លួនឯងនៅលើទីតាំងស្ពានជ្រោយច្បារនេះទៀតណាអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដាននេះក៏ជាសារមួយសម្រាប់បងប្អូនមួយចំនួនឈប់យកស្ពានជ្រោយច្បារដើម្បីលោតទឹកបញ្ចប់ជីវិតខ្លួនឯងទៅអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងដោយក្តីគោរព